មុននឹងចូលទៅក្នុងភាពបន្តគ្នាយើងកុំភ្លេចចុច Subscribe បើកសញ្ញាកណ្ដឹងឲ្យខ្ញុំម្នាក់មួយផងហើយនឹងចុច Like លើវីដេអូនេះក៏ដូចជា Comment នៅខាងក្រោមបានច្រើនភាពយើងក៏បានបន្តនៅពេលដែលគាត់នេះបានធ្វើការវាឆ្មក់ទៅកាន់ស៊ីនជុនប្រើជាមួយនឹងកែវភ្នែកដែលថាពណ៌របស់វាធ្វើការសន្តំចិត្តទៅកាន់ស៊ីនជុនប៉ុន្តែมันអាចសន្តំចិត្តរបស់ស៊ីនជុនបាននោះឡើយដោយសារតែចិត្តរបស់ស៊ីនជុនពិតជារឹងមាំខ្លាំងណាស់ដោយនៅពេលហ្នឹងនៅក្នុងចិត្តរបស់ស៊ីនជុនក៏បាននិមិត្តចេញជារូបរាងស្ដេចវិសាចចេញមកជាមួយនឹងកូនចៅរបស់ស្ដេចវិសាចរួមផ្សំជាមួយនឹងសាកសពរបស់មនុស្សផ្សេងៗជាច្រើនទៀតដែលបានធ្វើឲ្យអកបអ្នកហ្នឹងក៏ពិតជាមានការភ័យយ៉ាងខ្លាំងហើយក៏ចាប់ដើមគិតឆ្ងល់ថាស៊ីនជុនគឺជាមនុស្សឬមួយក៏ជាវិសាចឲ្យប្រកបហេតុអីបានជាខ្លួនមិនអាចសន្តំចិត្តរបស់ស៊ីនជុនបានអញ្ចឹងហើយហេតុអ្វីបានជាក្នុងផ្លូវចិត្តរបស់ស៊ីនជុនពោពេញទៅដោយស្ដេចវិសាចបែបនេះឃើញហើយភ័យខ្លាំងមែនទែនក៏បានស្ទុះទៅក្រោយស្រែកគេជួយឡើងពេញណាពេញណីចំណែកផ្ទៃមុខរបស់វាទាំងមូលបានហូរឈាមឡើងសរសើរស្រាំពេញហ្នឹងខណៈពេលជាមួយគ្នាយើងក៏បានឃើញបិសាចកំពុងតែខាំរនាំងកុកចំណែកបិសាចទាំងពីរក្បាលនេះវិញក៏បានហក់សម្រុកចូលទៅដើម្បីទៅវាយអាកតម្នាក់មួយដែលបានប្រើនៅវិជាសន្តំចិត្តស៊ីនជុននោះឯងដែលវាមិនវាយស៊ីនជុនទេដោយសារតែស៊ីនជុនគឺមានសាញវិសាចដូចជាវាដល់ស៊ីនជុនដែលឃើញចំណីមកនៅមុខខ្លួនចឹងហើយក៏ធ្វើការស៊ីវាតែម្ដងប៉ុន្តែមិនមែនជាស៊ីតាមមាត់នោះទេដោយសារតែកន្លែងនេះមានកាមេរ៉ាអញ្ចឹងហើយក៏ធ្វើការប្រើនៅដៃរបស់គាត់បញ្ចេញនៅមាត់របស់បិសាចស៊ីសាច់បិសាចក៏ដូចជាស្រូបថាមពលជាមួយនឹងឈាមផ្សែងរបស់វាចូលទៅក្នុងរាងកាយរបស់ខ្លួនដើម្បីបំពេញកាពះអំឡុងពេលហ្នឹងស៊ីនជុនគឺស្រូបបានតែបន្តិចទេហើយធ្វើគាត់គឺមានកម្លាំងស្រួលខ្លួនខ្លាំងមែនទែនចំណែកបិសាចវិញក៏ចាប់បានធ្វើការបោកការវិវាហាទៅកាន់ស៊ីនជុនផងដែរស៊ីនជុនឃើញអញ្ចឹងក៏ខឹងបដ ாய் ស្អីគេទៅស៊ីបន្តិចសោះឲ្យខឹងអញទៅថ្នាក់ហ្នឹងក៏លេចមើលពួកអ្នករៀបចំកម្រងវិញមើលតាមកាមេរ៉ាសុវត្ថិភាពហើយក៏បានផ្ដោតគ្នាចាំមើលអាស៊ីនជុនម្នាក់ហ្នឹងវានឹងរស់បានរយៈពេលប្រមាណក៏លេចមើលកន្លែងស៊ីនជុនវិញអាគាត់នោះវិញក៏បានហាមគាត់ស៊ីនជុនថារត់មកក្រោយភ្លាមមកបើមិនចង់ងាប់ប៉ុន្តែគ្មានទេស៊ីនជុនរបស់យើងគាត់ក៏បានចូលទៅដាក់ទៅកាន់បិសាចត្រឹមតែម្ដាយតែប៉ុណ្ណោះដែលបានធ្វើវាដាច់ក្បាលជាពីរចំណែកបិសាចមួយក្បាលទៀតវិញស៊ីនជុនក៏បានដាក់ត្រឹមតែម្ដាយថែមទៀតបានធ្វើវាដាច់ខ្លួនជាពីរធ្វើឲ្យបិសាចទាំងពីរក្បាលហ្នឹងងាប់ឡើងខ្ទេចអាគាត់នេះឃើញសមត្ថភាពរបស់ស៊ីនជុនខ្លាំងបែបនេះហើយក៏ភ្ញាក់ផ្អើលខ្លាំងមែនទែនចំហមាត់ដល់ក៏ប៉ុណ្ណាណីហើយក៏ដឹងខ្លួនផងដែរថាហេតុអ្វីបានជាខ្លួនមិនអាចសន្តំចិត្តរបស់ស៊ីនជុនបានក៏លេចមើលពួកពីរក្បាលនេះវិញឃើញហើយក៏តក់ស្លុតខ្លាំងមែនទែនដោយនឹកស្មានមិនដល់នោះឡើយថាសមត្ថភាពរបស់ស៊ីនជុនខ្លាំងដល់កម្រិតនេះដោយប្រើត្រឹមតែកដាប់ដៃធម្មតាមាត់សម្រាប់បិសាចម្ដាយងាប់ខ្ទេចដល់ពេលអញ្ចឹងពួកអភិបាលនេះក៏បានរៀបចំនៅគម្រោងការថ្មីដើម្បីកម្ចាត់ស៊ីនជុនប៉ុន្តែពួកយើងអត់ដឹងថាគម្រោងការអ្វីទៀតនោះទេក៏លេចមើលកន្លែងធ្វើតេស្តរបស់ពួកគេវិញនៅក្នុងពេលនេះអ្នកដែលគ្រប់គ្រងទៅលើការធ្វើតេស្តហ្នឹងក៏បានអនុញ្ញាតឲ្យអ្នកគ្រប់គ្នាបាននៅជុំផ្ដុំគ្នាដើម្បីបញ្ជាតតាំងជាមួយបិសាចដែលពួកគេនឹងប្រឡែងចេញមកក្នុងពេលឆាប់ៗនេះនៅអំឡុងពេលហ្នឹងអាកតនេះវាក៏បាននិយាយទៅកាន់ស៊ីនជុនដោយនិយាយទៅរបៀបដូចថាស៊ីនជុនហ្នឹងគឺជាអ្នកដែលស៊ីសនុកសុខប៉ាន់អញ្ចឹងដោយសារតែគេឲ្យស៊ីនជុនចូលមកមុនគេអញ្ចឹងណាហើយថែមទាំងមើលងាយថាស៊ីនជុនហ្នឹងគឺជាមនុស្សដែលគ្មានសមត្ថភាពថែមទៀតអាក្បាលខៀវក្រោយពីឃើញអញ្ចឹងក៏បានប្រាប់ទៅកាន់អាកតហ្នឹងដាក់ទឿនអាកតហ្នឹងថាកុំទៅញញជាមួយស៊ីនជុនអីព្រោះស៊ីនជុនគឺសាហាវខ្លាំងណាស់បើមិនចង់ត្រូវឬក៏មិនចង់ជួបគ្រោះថ្នាក់ទេកុំទៅក្បែរស៊ីនជុនឲ្យសោះអើយពីដើមឡើយខំគិតថាហែងនេះគឺជាមនុស្សដែលខ្លាំងខំចាត់ទុកថាហែងគឺជាគូប្រជែងដ៏ធំសម្រាប់អញប៉ុន្តែពេលនេះហែងក៏ត្រឹមតែជាសម្រាប់ដូចជាស៊ីនជុនអញ្ចឹងនិយាយមិនស្ដាប់ហើយថែមទាំងមើលងាយថែមទៀតអាក្បាលខៀវវាក៏នៅតែប្រាប់បន្តទៀតអញ្ចឹងថាស៊ីនជុនគឺជាមនុស្សដែលមានអំណាចខ្លាំងមែនបើសិនជាមិនចង់ត្រូវទេកុំទៅញញជាមួយស៊ីនជុនឲ្យសោះអាម្នាក់ហ្នឹងក៏នៅតែមិនស្ដាប់ហើយក៏បន្តតឲ្យទៀតនោះឡើយក៏បានហៅគ្នារបស់វាផ្សេងទៀតព្រមព័ទ្ធស៊ីនជុនដើម្បីបដៅស៊ីនជុនចេញម្ដងហើយវាក៏បានហៅស៊ីនជុនថាជាអាសម្រាមខណៈពេលជាមួយគ្នាក៏មានបិសាចមួយក្បាលបានចូលមកប្រជុំជាមួយនឹងពួកគេហើយយើងក៏បានឃើញបរិសម្នាក់ដែលមានសក់ក្បាលទាំងងោនោះឯងអាម្នាក់ហ្នឹងហ៊ានខ្លាំងមែនទែនចូលប្រជុំមុខជាមួយនឹងបិសាចហើយក៏បានមើលងាយបិសាចថាបិសាចក៏ពេកកំពុកចឹងដាក់តាមម្ដាយងាប់ហើយចំណែកអាម្នាក់នៅខាងក្រោយនោះវិញក៏បានដាក់ទឿនអាទាំងងោឲ្យបកក្រោយផងដែរប៉ុន្តែអាទាំងងោអត់ស្ដាប់នោះឡើយវានឹងគិតថាវាខ្លាំងដូចជាតួឯងចឹងណាពេលហ្នឹងវាក៏បាននិយាយថាអាស៊ីនជុនម្នាក់នោះគឺជាមនុស្សម្នាក់ដែលមានសានខ្សោយខ្លាំងមែនទែនប៉ុន្តែក៏នៅតែអាចសម្លាប់បិសាចទាំងពីរក្បាលនោះបានដែលវាយត្រឹមតែម្ដាយគ្មានអាវុធដើម្បីវាយនោះទេចំណែកយើងក៏មានសានខ្លាំងជាងអាស៊ីនជុនដូច្នេះហើយត្រឹមបិសាចក៏ពេកកំពុកចឹងប្រកាសជាកាក់សម្រាប់យើងចេះជាមិនខានប៉ុន្តែគ្មានទេអាទាំងងោស៊ីតែម្ដាយរបស់បិសាចនោះទេបានខ្ទាតទៅកំចឹងបាទឃើញចឹងអាម្នាក់នេះក៏បានមើលងាយអាទាំងងោថាអាទាំងងោក្បាលឡៃសំតែទាំងងោចឹងមែនហើយវាក៏ចាប់ដើមគិតអំពីស៊ីនជុនដែលបានវាប្រហារសម្លាប់ទៅកាន់បិសាចទាំងពីរក្បាលនោះក្នុងពេលតែមួយដោយវាគិតថាស៊ីនជុនប្រកាសជាមានល្បិចអ្វីមួយហើយដល់ស៊ីនជុននោះវិញអានោះមកងាយច្រើនពេកក៏បានប្រើកណ្ដាប់ដៃរបស់ខ្លួនហក់មាត់ទៅវាតែម្ដងអំឡុងពេលដែលមាត់ទៅហ្នឹងក៏ចាប់ដើមគិតថាខ្លួនគឺមិនគួរប្រើដៃឆ្វេងមាត់វានោះឡើយដោយសារតែអំណាចនៃដៃឆ្វេងគឺសាហាវខ្លាំងណាស់កន្លងមកហ្នឹងមាត់បិសាចតែម្ដាយងាប់អីចឹងហើយក៏ខ្លាចថាខ្លួនច្រោតដៃសម្រាប់អាមួយហ្នឹងចឹងទៅព្រោះថាកន្លងមកហ្នឹងបិសាចតែម្ដាយបាយសាច់ខ្ទេចក្រោយពីនឹកឃើញចឹងហើយស៊ីនជុនក៏គ្រប់គ្រងកម្លាំងខ្លួនឯងល្មមនោះទេហើយក៏បានមាត់ចង់កដៅមុខអាមួយហ្នឹងតែម្ដងស្អីហែងហៅអាសម្រាមហ៎ទោះបីជាបន្ថយកម្លាំងហើយក៏ដោយមុខអាមួយនោះគឺបែកខ្ទេចកប់ទៅនឹងដីស៊ីនជុនឃើញចឹងក៏ភ័យខ្លួនបដ ாய்ក៏ប្រញាប់ទៅមើលវាចង់ដឹងថាវាងាប់ឬមួយក៏រស់បើងាប់ដល់ស្បៃខ្លួនឯងហ្មងប៉ុន្តែអាមួយហ្នឹងអត់តងាប់នោះទេគឺនៅរស់ដល់ចឹងក៏រៀងធូរទ្រង់បន្តិចអានេះស៊ីនជុនបន្ថយកម្លាំងផងតែបើសិនជាស៊ីនជុនអត់បន្ថយកម្លាំងទេក្បាលរបស់វាប្រកាសជាបែកហើយស្របពេលជាមួយគ្នាអាម្នាក់នោះក៏បានបីអាតងោរត់មកហើយក៏ស្រែកសុំជំនួយពីស៊ីនជុនចំណែកអាមួយដែលស៊ីម្ដាយកប់ដីមុនហ្នឹងធ្លាប់តែមើលងាយស៊ីនជុនថាជាសម្រាមនៅពេលនេះក៏តង់ជើងស៊ីនជុនសូមអង្វរស៊ីនជុនឲ្យជួយជីវិតខ្លួនផងតែវាសន្យាជាមួយស៊ីនជុនថាបើសិនជាស៊ីនជុនអាចជួយពួកគេបាននោះវានឹងផ្ដល់លុយឲ្យរហូតដល់ 50,000 យ៉នឯណោះក៏លេចមើលពួកអកតនេះវិញដែលឃើញថាគម្រោងការរបស់ខ្លួនចាត់ការស៊ីនជុនអត់បាននោះពួកវាក៏ចាប់ដើមខឹងហើយក៏បានរៀបគម្រោងការថ្មីមួយទៀតដោយគម្រោងការថ្មីរបស់ពួកវាហ្នឹងគឺនឹងធ្វើការប្រឡែងនៅពពួកសត្វបិសាចចំនួនរហូតដល់20ទៅ30ក្បាលឯណោះដើម្បីទៅសម្លាប់ស៊ីនជុនអាសក់វិញម្នាក់ហ្នឹងគ្រាន់តែលឺហើយភ័យខ្លួនបដ ாய்បើប្រឡែងពពួកសត្វបិសាចទាំងអស់ហ្នឹងរហូតដល់20 30ក្បាលឯណោះនោះអ្នកដែលធ្វើតេស្តនៅកន្លែងហ្នឹងប្រកាសជាងាប់ទាំងអស់ហើយបើសិនជាខាងថ្នាក់លើស្រាវជ្រាវដឹងថានរណាគេជាអ្នកសាងនៅកំហុសទាំងអស់នោះពួកយើងប្រកាសជាជាប់ទោសប្រហែលជាវិតជាមិនខានឃើញកូនចៅរបស់ខ្លួននិយាយបែបនេះអាកតហ្នឹងក៏បានសម្លូតទៅកាន់កូនចៅរបស់ខ្លួនហើយកំសាកមែនទេអាកំសាកគ្រួសារតកូហ្វងគឺជាគ្រួសារមួយដែលមានអំណាចហើយពួកគេក៏បានជឿជាក់លើពួកយើងឲ្យពួកយើងកុំចាត់អាប៉ែស៊ីនជុននឹងចេញហើយឯងមិនបាច់ភ័យនោះទេនៅពេលដែលយើងបានសម្រេចការងាររបស់ពួកយើងនោះពួកយើងនឹងទទួលបានលុយចំនួន20លានយ៉នពីគ្រួសារតកូហ្វង20លានយ៉ននោះយើងនឹងឲ្យឯង10លានយ៉នហើយឯងយកលុយទាំងហ្នឹងរត់គេចពីក្រុងនេះទៅលឺនៅចំនួនលុយដ៏ច្រើនបែបនេះហើយអាកតហ្នឹងវាក៏យល់ព្រមដូច្នេះរឿងបន្ទាប់ដែលពួកគេត្រូវធ្វើគឺទៅដោះលែងពពួកសត្វចម្លែករហូតដល់20ទៅ30ក្បាលឯណោះដើម្បីមកកម្ចាត់
សិនយន្តដែលពពួកសត្វចម្លែកទាំងអស់ហ្នឹងចំនួន18ក្បាលស្ថិតនៅក្នុងកម្រិតទី1ចំណែកពពួកបិសាចផ្សេងៗទៀតគឺកំពុងស្ថិតនៅក្នុងការពិសោធន៍ដោយស្ថិតនៅក្នុងការពិសោធន៍នឹងដែរពពួកបិសាចទាំងអស់ហ្នឹងខ្លាំងខុសពីពពួកសត្វបិសាចធម្មតាចឹងហើយគម្រោងបន្តរបស់ពួកវាគឺធ្វើការដោះលែងនៅពពួកសត្វបិសាចស្ថិតនៅក្នុងការពិសោធន៍ទាំងអស់ហ្នឹងចេញមកទាំងអស់លើទៅមើលសិនយន្តវិញនៅក្នុងពេលនេះសិនយន្តក៏បានប្រើនៅកម្រិតដៃរបស់ខ្លួនមិនសម្រាប់ទៅកាន់បិសាចដើម្បីការពារពួកគេទាំងអស់គ្នានៅស្ថិតនៅក្នុងកន្លែងហ្នឹងអាកតមួយដែលធ្លាប់តែមើលងាយសិនយន្តហៅសិនយន្តថាអាសម្រាមនេះឥឡូវវាបានចាត់ទុកសិនយន្តដូចជា idol របស់វាអញ្ចឹងហើយអរគុណសិនយន្តខ្លាំងមែនទែនដែលបានជួយជីវិតរបស់វាអញ្ចឹងហើយដើម្បីជាការតបស្នងទៅកាន់បងសិនយន្តខ្ញុំនឹងឲ្យលុយបងសិនយន្តចំនួន 50000 យន់ហើយទោះបីជាខ្ញុំអត់មានណាខ្ញុំនឹងខំប្រឹងដើររកខ្ចីគេតទៅបានចេះនៅចិត្តហ្នឹងក៏បានផ្ទះវាម្ដាយស្អីគេហើយចង់អូសទិញអញទៅចោលដំណុលជាមួយនឹងឯងមែនបន្តមកទៀតនាងក៏បានអរគុណសិនយន្តផងដែរដែលបានជួយសង្គ្រោះជីវិតនាងពីការសម្លាប់របស់បិសាចហើយពួកគេទាំង3នាក់ហ្នឹងក៏បានដើរចេញពីកន្លែងហ្នឹងអាកតនោះនៅតែសឹកផ្សាយសិនយន្តអញ្ចឹងហើយវាក៏ថែមទាំងបាននិយាយទៅកាន់សិនយន្តថាចង់ប៉ៅសិនយន្តឲ្យស៊ីបាយមកពេលខណៈពេលជាមួយគ្នាគឺមានបិសាចមួយក្បាលបានធ្លាក់មកពីលើពីការដោះលែងរបស់ពួកនោះចំកន្លែងពួក3ក្បាលហ្នឹងប៉ុន្តែអាកតនោះក៏វាខ្លាយហានមែនទែនដែលវាសុកចិត្តឲ្យត្រូវខ្លួនឯងហើយរុញច្រានពួកគេទាំងពីរនាក់នោះគេចេញពីគ្រោះថ្នាក់បិសាចចោះមកលឺសូរតែញ៉ាចជាមួយនឹងកឹបទាំងដីបណ្ដោយអាម្នាក់នោះដែលនៅខាងក្រៅសិនយន្តគឺវាឆ្ងល់មែនទែនក្រែងការធ្វើតេស្តសាឡបងនឹងបញ្ចប់ត្រឹមហ្នឹងហើយហើយបានជាតម្លាក់បិសាចមកថែមទៀតហើយនៅពេលដែលតម្លាក់បិសាចមកហ្នឹងឲ្យមានផ្ដោតដំណឹងប្រាប់ពួកគេសម្បីតែបានតែតិចសោះសិនយន្តក៏ឈប់ប្រឈមមុខជាមួយនឹងពពួកបិសាចហើយក៏ក្រឹតក្នុងចិត្តពួកអស់នេះប្រកាសជាមានកម្រងអ្វីក្នុងការកម្ចាត់ខ្លួនជាមិនខានចំណែកអាម្នាក់នេះវិញចង់រត់គេចខ្លួនហើយថែមទាំងបានហៅនាងទៅថែមទៀតផងប៉ុន្តែនាងគឺមិនចង់ទៅទេដោយនាងគឺចង់ជួយបងប្រុសរបស់នាងអញ្ចឹងណាដល់អញ្ចឹងនាងក៏រត់ចូលទៅវាយទៅកាន់បិសាចមួយកែងហ្នឹងគ្មានបានធ្វើឲ្យបិសាចហ្នឹងញ័រស្បីតែមកទេដល់អញ្ចឹងនាងក៏អង្គុយយំដែលមិនអាចជួយបងប្រុសរបស់ខ្លួនឯងបានហើយនាងក៏សច្ចាថាសុខចិត្តងាប់នៅនឹងជាមួយបងប្រុសបដ ாய் ទៅសិនយន្តចូលមកក៏ចាប់បោះនាងចេញប្រាប់ថាកុំល្ងីល្ងើពេកបោះទៅស្ទួយបុកជាមួយនោះពឹងដេកក្បៀកបដ ாய் ក៏លេទៅមើលសិនយន្តវិញដើរចូលទៅឡើងក្លាហានប្រើនៅក្បាច់ teleport ទៅកណ្ដាលវងបិសាចយ៉ាងលឿនអត់និយាយច្រើនទេក៏ទាត់បិសាចនោះមកជើងដើម្បីដោះលែងអាកតនោះមកវិញហើយក៏កាន់ជើងវាក្បត់ទៅមកខាងនិយាយទៅមួយហ្នឹងគឺសាច់កម្មមែនតែនត្រូវរហូតក៏លេទៅមើលអាកតនោះវិញនៅពេលដែលដឹងខ្លួនថាសិនយន្តបានចូលទៅជួយខ្លួននៅក្នុងកណ្ដាលវងបិសាចអញ្ចឹងក៏សប្បាយអរខ្លាំងមែនតែនដេករនាដីឡើងពេញហ្នឹងដល់ម្នាក់ហ្នឹងបានចាត់ទុកសិនយន្តគឺជានិមិត្តរូបរបស់វាក៏លេទៅមើលសិនយន្តនៅកណ្ដាលវងបិសាចវិញសិនយន្តក៏បានធ្វើការចាត់ការទៅកាន់បិសាចវិញនោះដែលម៉ាត់ត្រឹមតែម្ដាយនោះទេបានដាច់ខ្លួនប៉ាត់ក៏លេទៅមើលបេក្ខជនដែលមកប្រឡងតេស្តសាឡបងនេះវិញដោយក្នុងអំឡុងពេលហ្នឹងចង់ចេញតាណាក៏ចេញមិនកើតដែរព្រោះថាច្រកទ្វារត្រូវបានបិទអស់ហើយអញ្ចឹងគ្មានជំរឿក៏ធ្វើការទៅតាមការគ្នាទៅវិញទៅមកដែលជាការពណ៌លឿងនេះឯងហើយអ្នកដែលមកធ្វើតេស្តសាឡបងមួយហ្នឹងអ្នកដែលអាចជាប់គឺមានត្រឹមតែម្នាក់តែប៉ុណ្ណោះដែលអាចមាននៅកាត់ប៉ោមាសមួយនេះនៅពេលហ្នឹងក៏មានអាកតនេះម្នាក់ដែលបានទៅតាមបាននៅកាត់ហ្នឹងហើយវាក៏បានសង្កត់ទៅលើកាត់ហ្នឹងដោយមិនឲ្យណាគេមកទៅតាមវាទៀតនោះឡើយហើយវាក៏សច្ចាថាទោះបីជាវាយវាដល់ស្លាប់ក៏វាមិនប្រឡែងកាត់នេះដែរមានណានៅក្នុងពេលហ្នឹងគ្មានពីណាគេទៅខွာជាមួយនឹងការលឿងនោះឡើយដោយពួកគេកំពុងតែតក់ស្លុតនៅពេលដែលឃើញបិសាចជាច្រើនបានធ្លាក់មកពីខាងលើចុះមកដល់ខាងក្រោមចិត្តច្បាស់ក្បាលរបស់មនុស្សម្នាក់ចំណែកអាកតនោះវិញកំពុងតែកាន់កាត់លឿងនៅកណ្ដាលវងបិសាចព្រោះវាមានការតក់ស្លុតខ្លាំងមែនទែននៅពេលដែលឃើញបិសាចច្រើនបែបនេះធ្វើឲ្យមិនត្រូវនោះទេខណៈពេលដែលបិសាចជាច្រើនកំពុងតែវាប្រហារសម្រាប់ទៅកាន់ពពួកមនុស្សនៅខាងក្រោមអាកតមួយដែលបានរៀបចំល្បិចក៏ដូចជាបានដោះលែងនៅពពួកសត្វបិសាចហ្នឹងវាក៏បានមកឈរសម្លឹងពីខាងលើដែលវាជាអ្នកធ្វើកោហើយក៏ដល់តែបន្ទោសសិនយន្តទៀតវាក៏និយាយថាសត្វបិសាចទាំងអស់ហ្នឹងគឺមិនត្រូវដោះលែងនោះទេប៉ុន្តែក៏ដោយសារតែដើម្បីសម្រាប់ឯងក៏បានធ្វើឲ្យពពួកមនុស្សនៅខាងក្រោមហ្នឹងក៏រងទុក្ខជាមួយនឹងឯងដូចគ្នាចំនួននៃបិសាចដែលវាបានប្រឡែងហ្នឹងមានរហូតដល់33ក្បាលហើយណោះដល់ឡែកសិនយន្តក៏ដឹងខ្លួនថាវាមើលមកហើយក៏បានសម្លឹងទៅកាន់វាវិញក៏ដូចជាញញឹមដាក់វាបន្តិចផងដែរអាកតហ្នឹងឃើញហើយក៏ភ្ញាក់ផ្អើលមែនទែនសិនយន្តគឺបានឃើញវាថែមទាំងសាច់ឌឺវាទៀតដល់អញ្ចឹងអាកតអ្នកហ្នឹងវាក៏បានសាច់ច្មោះទៅកាន់សិនយន្តជាមួយថាទៅហើយហ្នឹងរកផ្លូវកិច្ចដល់វាបានទៅជាមើលហើយនៅពេលដែលសម្រាប់ឲ្យបានសម្រេចអញនឹងទទួលបានលុយ10លានអញ្ចឹងក៏អរគុណឯងផងដែរដល់ឡែកសិនយន្តនៅខាងក្រោមក៏បានហែកដៃវិសាចមួយគប់សម្ដៅទៅកាន់វាអាកតហ្នឹងក៏ដឹងខ្លួនមុនក៏បានបិទទ្វារទាន់ហើយក៏សាច់ឌឺក៏តែខ្លួនឯងហ្នឹងរួចខ្លួនហើយប៉ុន្តែមានណាដៃហ្នឹងក៏បានឡងចូលទៅខាងក្នុងបុកវាធ្លាក់ទៅខាងក្រោមដូចគ្នាធ្លាក់មកគឺចំកណ្ដាលហ្វូងនៃបិសាចតែម្ដងហើយក៏ស្រែកសុំឲ្យសិនយន្តជួយជីវិតខ្លួនផងហើយវាក៏សន្យាជាមួយសិនយន្តថាបើសិនជាអាចជួយជីវិតរបស់វាបានណាវានឹងឲ្យលុយសិនយន្តរហូតដល់10លានយន់ណោះប៉ុន្តែសិនយន្តបានខ្វល់ជាមួយលុយនោះទេក៏និយាយឌឺទៅកាន់វាវិញបិសាចច្រើនខ្លាំងពេកបងអើយខ្ញុំជួយមិនទាន់ហើយសិនយន្តក៏បានរុញបិសាចមួយសម្ដៅទៅកាន់អាកតហ្នឹងហើយក៏និយាយធ្វើដូចភ្ញាក់ផ្អើលថាច្រឡំរុញបិសាចទៅកន្លែងមួយបាត់មួយមើលបន្ទាប់មកក៏បានឈោសាច់យ៉ាងសប្បាយដល់ឡែកអាកតនោះវិញក៏ត្រូវបានបិសាចចាប់ហៃស៊ីតែម្ដងបន្ទាប់មកទៀតយើងក៏បានឃើញនៅបិសាចមួយក្បាលវាក៏បានដោះកតុយចេញមកដែលបិសាចនេះគឺជាបិសាចកម្រិត level 2ហើយបិសាចហ្នឹងមិនមែនមានតែមួយទេគឺមានច្រើនមែនតើហើយពួកវាក៏បានហក់ស្ទ្រុបវាយប្រហារទៅកាន់សិនយន្តរឿងមួយយើងក៏បានកាត់មើលអាតានេះវិញអាតានេះគឺជាមេខ្លោងធំរៀបចំនៅគម្រោងប្រឡែងបិសាចជាច្រើននឹងឯងដល់បដានិយាយម្នាក់ឯងបដាថាខ្លួននឹងគឺមិនជឿនោះឡើយថាសិនយន្តអាចសម្លាប់ពពួកសត្វបិសាចរហូតដល់30ក្បាលបាននោះហើយក៏រំពឹងទុកមុនថាខ្លួនប្រកាសជាទទួលបានលុយរហូតដល់20លានយន់ដល់នោះហើយអាតាហ្នឹងគឺអត់ដឹងឡើយថាកូនចៅរបស់ខ្លួននឹងបានងាប់បាត់ហើយមើលទៅកាន់អាតាហ្នឹងក៏បានដើរចូលទៅក្នុងច្រកទ្វារមួយកាន់តែទឹកមកកៅចេះតែកាន់ពួកអានេះដែលបានគ្រប់គ្រងនៅក្នុងការដោះលែងបិសាចហើយក៏បានស្ដីថាពួកវាមកកាំងនេះមិនក៏ពួកឯងដេកចឹងឬមួយពួកឯងអត់ដឹងទេមែនថានៅពេលនេះពពួកបិសាចជាច្រើនត្រូវបានដោះលែងមិនដឹងថាទ្វារហ្នឹងកើតអីនោះទេបាន error ធ្វើឲ្យពួកបិសាចហ្នឹងចេញទៅអស់លីងហើយនៅពេលនេះអ្នកដែលធ្វើតេស្តសាឡបងគឺកំពុងតែមានគ្រោះថ្នាក់ប្រឈមជាមួយនឹងបិសាចរហូតដល់30ក្បាលហើយសូម្បីតែច្រកទ្វារនៅក្នុងកន្លែងធ្វើតេស្តសាឡបងក៏បានបិទផងដែរធ្វើឲ្យអ្នកប្រកួតនៅក្នុងហ្នឹងគឺមិនអាចរត់ចេញបាននោះឡើយអាពីរអ្នកហ្នឹងក៏បានតបទៅវិញថាខ្លួនណាមិនបានធ្វើខុសនោះឡើយដោយខ្លួនគឺបានដោះលែងបិសាចត្រឹមតែ2 3តែប៉ុណ្ណោះនៅក្នុងការធ្វើតេស្តសាឡបងហើយរូបគេក៏មិនដឹងនោះឡើយថាពីណាគេជាអ្នកបើកនៃច្រកទ្វារបលែងនឹងបិសាចទៅទាំងអស់ប៉ុន្តែប៉ុណ្ណោះក៏បានកាត់ផ្ដាច់នៅចរន្តអគ្គិសនីនៅកន្លែងធ្វើតេស្តសាឡបងធ្វើឲ្យអ្នកតេស្តសាឡបងក្នុងហ្នឹងគឺមិនអាចរត់គេចចេញទៅណាបាននោះឡើយហើយរឿងមួយទៀតដើម្បីជួសជុលនៅច្រកទ្វារទាំងអស់ហ្នឹងបានគឺចំណាយពេលរហូតដល់កន្លះម៉ោងឯណោះទើបអាចជួសជុលបានអាតាហ្នឹងបន្ទាប់ពីឮថាការជួសជុលហ្នឹងគឺត្រូវចំណាយពេលរហូតដល់30នាទីឯណោះអញ្ចឹងក៏សប្បាយចិត្តបណ្ដោយរយៈពេល30នាទីហ្នឹងគិតថាសិនយន្តប្រកាសជាស្លាប់នៅក្រោមស្នាដៃពពួកបិសាចហើយអាតាហ្នឹងល្បិចខ្លាំងមែនទែនសម្ដែងធ្វើជាមនុស្សល្អទាំងដែលកម្រងការក្នុងការដោះលែងបិសាចទាំងអស់ហ្នឹងគឺ
គឺជាស្នាដៃរបស់វាសោះអូខេគ្នាយើងចង់ដឹងថាស៊ីនយន្តរបស់យើងអាចបញ្ចូលតទល់ជាមួយនឹងបិសាចទាំង30ក្បាលបានឬអត់នោះចាំទស្សនានៅវីដេអូក្រោយកុំភ្លេចចុច Subscribe បើកសញ្ញាកណ្ដឹងហើយនឹងចុច comment លេខខាងក្រោមបានច្រើនផងបាយ